មេរិកបញ្ជាក់ថា IAEA នឹងចុះពិនិត្យអ៊ុយរ៉ាញ៉ូមអេរ៉ង់ឡើងវិញភ្លាមៗនៅថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ទាប់ពីការប្រកាសជាប្រវត្តិសាស្ត្រអំពីការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិកនិងអេរ៉ង់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថាអនុសារណៈនៃការយោគយល់គ្នា MOU ថ្មីនឹងបើកផ្លូវឲ្យទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិ IAEA ចូលធ្វើការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសអេរ៉ង់ឡើងវិញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2026អនុប្រធានាធិបតីអាមេរិកលោក J.D. Vance បានសង្កត់ធ្ងន់ថាចំណុចស្នូលដ៏សំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះគឺការតម្រូវឲ្យទីភ្នាក់ងារ IAEA និងសហរដ្ឋអាមេរិកចូលរួមជួយអេរ៉ង់ក្នុងការកំទេចរាល់ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ទាំងអស់ដែលមានដែលនេះជាលក្ខខណ្ឌដាច់ខាតដែលត្រូវបានចែងក្នុងឯកសាររួចជាស្រេចទោះបីជាខ្លឹមសារពេញលេញនៃអនុសារណៈនេះក្រុងនឹងត្រូវធ្វើផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីពិធីចុះហត្ថលេខាផ្លូវការនៅប្រទេសស្វីសនាថ្ងៃសុក្រខាងមុខនេះក៏ដោយក៏លោកវ៉ាន់បានពន្យល់ថាការមិនទាន់បញ្ចេញឯកសារនៅពេលនេះគឺដោយសារតែភាគីទាំងពីរកំពុងបន្តរៀបចំនិងកែសម្រួលលើបច្ចេកទេសនៃការអនុវត្តតែប៉ុណ្ណោះមិនមែនជាការកែប្រែខ្លឹមសារស្នូលនោះទេលោកក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ប្រទេសកាតានិងប៉ាគីស្ថានដែលបានដើរតួជាអ្នកសម្របសម្រួលយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងឲ្យមានរបបគំហើញការទូតដ៏ធំនេះលោកបានបន្ថែមថាការត្រួតពិនិត្យអាវុធនុយក្លេអ៊ែររំពឹងថានឹងចាប់ផ្ដើមភ្លាមៗនៅថ្ងៃចុះហត្ថលេខានោះហើយអេរ៉ង់នឹងទទួលបានផលប្រយោជន៍តបស្នងវិញឲ្យតែពួកគេគោរពតាមលក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់យ៉ាងណាមិញរបបគំហើញការទូតនេះបានបង្កឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងឆាកនយោបាយផ្ទៃក្នុងរបស់អាមេរិកអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ាបានបង្ហាញការសង្ស័យតាមរយៈបទសម្ភាសន៍មួយដោយលោកបានចោទសួរថាតើកិច្ចព្រមព្រៀងរដ្ឋបាលលោកដូណាល់ត្រាំលើកនេះមានភាពល្អប្រសើរជាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ដែលលោកធ្លាប់ធ្វើបានដែរឬយ៉ាងណាជាការឆ្លើយតបលោក J.D. Vance បានវាបកវិញដោយអះអាងថាកិច្ចព្រមព្រៀងចាស់របស់លោកអូបាម៉ាគ្រាន់តែជាការផ្ដល់ប្រាក់ដើម្បីឲ្យអេរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរបណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងថ្មីនេះគឺធ្វើឡើងបន្ទាប់ពីប្រព័ន្ធនុយក្លេអ៊ែររបស់អេរ៉ង់ត្រូវបានវាយកំទេចស្ទើរទាំងស្រុងរួចទៅហើយដូច្នេះវាគឺជាការបង្ខំឲ្យអេរ៉ង់ចុះហត្ថលេខាដើម្បីធានាថាពួកគេមិនអាចស្ដារវាឡើងវិញបាន